អ្នកទាំងអស់គ្នាមានដៃឆ្ងល់ថានៅពេលដែលយើងប្រើផលិតផលព្យាបាលមុនហើយណាប្រើបាន2ទៅ3ថ្ងៃយើងសង្កេតឃើញថាមុខរបស់យើងហ្នឹងគឺឡើងមុនច្រើនជាងមុនទៀតអញ្ចឹងអាការដែលយើងឡើងមុនច្រើនជាងមុនហ្នឹងមានន័យថាយើងប្រើអត់ត្រូវឬក៏យើងប្រើត្រូវដែលពាក្យបច្ចេកទេសគេហៅថា break out ហើយនឹង purging ដែល break out ហ្នឹងគឺមានន័យថាយើងប្រើអត់ត្រូវហើយធ្វើឲ្យឡើងមុនហើយពាក្យ purging គឺមានន័យថាយើងប្រើត្រូវឲ្យផលិតផលហ្នឹងក៏ប៉ុន្តែផលិតផលហ្នឹងក៏ធ្វើយើងឡើងមុនដែរសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទអសតការីស៊ូនគឹមហួតថ្ងៃនេះខ្ញុំចែកម្លែកអ្នកទាំងអស់គ្នាអំពីលក្ខណៈដូចគ្នាហើយនិងលក្ខណៈខុសគ្នារវាងពាក្យថា break out ហើយនិង purging ដើម្បីឲ្យអ្នកទាំងអស់គ្នាបានកាន់តែងាយយល់ដើម្បីឲ្យយើងបានដឹងថាតើបន្ទាប់ពីយើងប្រើប្រាស់ផលិតផលព្យាបាលមុនហើយយើងឡើងមុនហ្នឹងវាជា break out ឬក៏ជា purging អញ្ចឹងខ្ញុំនឹងនិយាយអំពីលក្ខណៈដូចគ្នារវាង break out ហើយនិង purging សិនទាំង break out និង purging គឺវាអាចឡើងទៅជាមុនដូចគ្នាអាចទៅជាមុនកប់ដែលថាមុន comido ហ្នឹងអាចទៅជាមុនក្បាលសមុនក្បាលខ្មៅមុនរលាកមុនដែលប៉ះឈឺឬក៏ជាប្រភេទមុនខ្ទុះដូចគ្នាហើយពាក់ព័ន្ធទៅលើលក្ខណៈដែលខុសគ្នាវិញណាខ្ញុំនឹងលើកយក4ចំណុចទី1គឺពាក់ព័ន្ធទៅលើទីតាំងដែលយើងកើតមុនចំពោះ skin purging ណាឧទាហរណ៍ថាយើងគឺជាមនុស្សម្នាក់ដែលឧស្សាហ៍ឡើងមុននៅលើថ្ងាសហើយនឹងលើចកាកើមហើយនៅលើថ្ពាល់គឺយើងអត់ដែលកើតមុនទេអញ្ចឹងនៅពេលដែលយើងប្រើផលិតផលព្យាបាលមុននៅពេលដែលយើង purging គឺជាទូទៅវាអាចនឹងឡើងមុនច្រើនជាងមុនក៏ប៉ុន្តែវាអត់ឡើងលើថ្ពាល់ទេគឺវាឡើងច្រើនតែនៅលើថ្ងាសហើយចកាកើមទេអញ្ចឹងនៅលើថ្ពាល់យើងអត់ដែលឡើងមុនទេគឺវាអត់ឡើងទេប៉ុន្តែនៅលើថ្ងាសចកាកើមគឺឡើងច្រើនជាងមុនអាហ្នឹងគឺ purging ហើយពាក់ព័ន្ធទៅលើ break out វិញចំពោះ break out គឺឧទាហរណ៍ថាយើងហ្នឹងឧស្សាហ៍ឡើងមុននៅលើថ្ងាសហើយនឹងលើចកាកើមដែរក៏ប៉ុន្តែលើមុខគឺយើងអត់ដែលឡើងមុនទេអញ្ចឹងបើសិនជាយើង break out គឺវាអាចនឹងឡើងទាំងលើថ្ពាល់នឹងទៀតទោះបីជាថ្ពាល់របស់យើងហ្នឹងពីមុនអត់ដែលឡើងមុនក៏ដោយអញ្ចឹងដល់ពេលយើងប្រើទៅ break out វាឡើងទាំងលើថ្ងាសលើចកាកើមអាចនឹងឡើងលើថ្ពាល់ទៀតទី2ខ្ញុំចង់និយាយអំពីមូលហេតុដែលយើង purging ណាគឺដោយសារតែពាក្យមួយគឺការកើនឡើងនៅ cell turnover ពាក្យថា cell turnover នេះគឺមានន័យថាការបង្កើននៅការបង្កើតកោសិកាថ្មីហើយបង្កើននៅក្នុងការជំរុះកោសិកាចាស់អញ្ចឹងចំពោះផលិតផលព្យាបាលមុនណាគឺវានឹងមាននៅ ingredient ដែលអាចជួយទៅបង្កើននៅ cell turnover ដូចជា adafalene retinol AHA BHA ឬក៏ PHA អញ្ចឹងហើយ ingredient ទាំងអស់នេះគឺវាបង្កើននៅការបង្កើតនៅ cell turnover គឺវានឹងធ្វើឲ្យ microcomedone ដែលនៅក្រោមស្បែករបស់យើងហ្នឹងវានឹងឡើងមកលើស្បែករបស់យើងអញ្ចឹងហើយបានតែយើងកើតទៅជាមុនហើយពាក់ព័ន្ធទៅលើមូលហេតុដែលធ្វើយើង break out វិញណាគឺដោយសារតែនៅក្នុងផលិតផលព្យាបាលមុនហ្នឹងវាអាចមាន ingredient ដែល comedogenic ingredient គឺមានន័យថាគឺជាប្រភេទ ingredient ដែលធ្វើយើងស្ទះរុនរោមហើយឡើងទៅជាមុនហើយមួយទៀតគឺអាចដោយសារតែមុខរបស់យើងហ្នឹងគឺ allergy ជាមួយនឹង ingredient ណាមួយដែលស្ថិតនៅក្នុងផលិតផលព្យាបាលមុនហ្នឹងដែលធ្វើឲ្យមុខរបស់យើងហ្នឹងអាចនឹងលមាស់ឬក៏ឡើងទៅជាមុនទី3គឺពាក់ព័ន្ធទៅលើរយៈពេលនៃការ purging វាអាចចន្លោះពី2ទៅ6សប្តាហ៍ទើបវាបាត់ទៅវិញបញ្ហាមុនហ្នឹងហើយពាក់ព័ន្ធទៅលើ break out វិញគឺវាអាចលើស6សប្តាហ៍តម្រាំវាបាត់ទៅវិញណាទី4គឺពាក់ព័ន្ធទៅលើអាការៈបន្តបន្សំចំពោះអាការៈបន្តបន្សំរបស់ purging គឺវាអាចធ្វើមុខរបស់យើងនឹងស្ងួតដោយសារតែផលិតផលព្យាបាលមុនគឺវាបន្ថយការបញ្ចេញខ្លាញ់ដូច្នេះកាលណាមុខយើងបន្ថយការបញ្ចេញខ្លាញ់ទៅវាអាចធ្វើមុខរបស់យើងរៀងស្ងួតអញ្ចឹងកាលណារៀងស្ងួតវាអាចធ្វើមុខរបស់យើងនឹងរៀងរបកស្បែកតិចតួចដែរហើយអាចធ្វើមុខរបស់យើងនឹងរៀងគ្រើមដែរក៏ប៉ុន្តែអាការៈបន្តបន្សំនេះមិនមែនមានន័យថាគ្រប់គ្នាគឺដឹងតែមានទេវាអាចអ្នកខ្លះក៏អត់មានដែរហើយពាក់ព័ន្ធទៅលើអាការៈបន្តបន្សំរបស់ break out វិញណាវាអាចធ្វើមុខរបស់យើងនឹងគឺរមាស់អាលៀកឬក៏ក្រហមអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាបានស្ដាប់ទៅលើលក្ខណៈដូចគ្នាហើយនិងលក្ខណៈខុសគ្នារវាង break out ហើយនិង purging ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាចស្វែងយល់បានថាតើនៅពេលយើងប្រើផលិតផលព្យាបាលមុនហើយយើងកំពុងតែមានបញ្ហា break out ឬក៏ purging